សុស្ដីបងប្អូនទាំងអស់គ្នារយៈពេល6ខែអង្គភាពស៊ីម៉ាក់បានរកឃើញនៅកំទេចគ្រាប់យុទ្ធភ័ណ្ឌជាង8000ដែលបន្សល់ពីការឈ្លានពានរបស់ថៃនៅលើទឹកដីរបស់កម្ពុជាបងប្អូនចង់ជ្រាបកាន់តែច្បាស់សូមចូលរួមស្ដាប់ព័ត៌មានលម្អិតជាមួយនឹងនាងខ្ញុំដូចតទៅលោកហេងរតនាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់បានឲ្យដឹងថាក្នុងរយៈពេល6ខែមករាមិថុនាឆ្នាំ2026អង្គភាពស៊ីម៉ាក់បានរកឃើញនៅកំទេចចោលគ្រាប់យុទ្ធភ័ណ្ឌគ្រប់ប្រភេទចំនួនជាង8400គ្រាប់ក្នុងនោះមានគ្រាប់បែកចង្កោមចំនួន4436គ្រាប់ដែលជាសំណល់យុទ្ធភ័ណ្ឌបន្សល់ពីការឈ្លានពានរបស់ថៃមកលើកម្ពុជាអគ្គនាយកស៊ីម៉ាក់បានឲ្យដឹងបន្ថែមថារយៈពេល6ខែកន្លងមកនេះអង្គភាពស៊ីម៉ាក់បានដំណើរការស្រាវជ្រាវនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមថៃឈ្លានពាននៅតាមបណ្ដាខេត្តទាំង7រួមមានខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់សៀមរាបនិងកោះកុងក្នុង22ស្រុកស្មើនឹង60ឃុំសង្កាត់ដែលស្មើនឹង335ភូមិក្នុងការស្រាវជ្រាវតំបន់រងផលប៉ះពាល់ក្នុងខេត្តទាំង7ខាងលើអង្គភាពស៊ីម៉ាក់បានរកឃើញទីតាំងទម្លាក់គ្រាប់បែកចំនួន265ពហុកោណស្មើនឹងផ្ទៃដីរងផលប៉ះពាល់ចំនួន4829ហិកតាទីតាំងគ្រាប់បែកចង្កោមចំនួន3858ពហុកោណស្មើនឹងផ្ទៃដីរងផលប៉ះពាល់ចំនួន262506ហិកតាតាមការប៉ាន់ស្មានឯកទាហានថៃបានបាញ់គ្រាប់បែកចង្កោមប្រភេទគ្រាប់155មីលីម៉ែត្រចំនួនពី120,000ទៅ130,000គ្រាប់និងមានកូនគ្រាប់បែកចង្កោមប្រភេទ M42 M41 និង M85 ប្រមាណ6លានទៅ7លានគ្រាប់ហើយអាចមានកម្រិតមិនផ្ទុះប្រមាណ25ទៅ30%ខណៈទីតាំងគ្រាប់មិនទាន់ផ្ទុះប្រភេទផ្សេងទៀតមានចំនួន1401ពហុកោណមានផ្ទៃដីរងផលប៉ះពាល់ចំនួន119,870ហិកតាលោកហេងរតនាបានបញ្ជាក់បន្ថែមថាសរុបជារួមតំបន់រងផលប៉ះពាល់មានចំនួន5348ទីតាំងពហុកោណស្មើនឹង387,206ហិកតាឬ 3.872 គីឡូម៉ែត្រការ៉េជាមួយនឹងការកំណត់រកឃើញផុសតាងជាក់ស្ដែងជាង18,500ផុសតាងអគ្គនាយកស៊ីម៉ាក់បានឲ្យដឹងបន្ថែមទៀតថាចំពោះភូមិសាស្ត្រមិនទាន់អាចស្រាវជ្រាវព័ត៌មានអង្គភាពស៊ីម៉ាក់បានវាតម្លៃតំបន់ផ្ទៃដីរងផលប៉ះពាល់ផងដែរដោយមានចំនួន14ភូមិនិងតំបន់សមរភូមិជួរមុខតាមខ្សែបន្ទាត់ព្រំដែនទាំងស្រុងចំណែកការបោះសម្អាតផ្ទៃដីអតិភិបសម្រាប់គ្រប់គ្រងជនភៀសទឹកវិលត្រឡប់ទៅលំនៅឋានវិញបានចំនួន5,911ក្នុងផ្ទះស្មើនឹងផ្ទៃដីប្រមាណជាង1,455ហិកតាផ្ទៃដីតំបន់ផ្ទៃដីសាលារៀនចំនួន87ខ្នងមណ្ឌលសុខភាពស្មើនឹងផ្ទៃដី154ហិកតាតំបន់មណ្ឌលសុខភាពចំនួន20ទីតាំងវត្តអារាមមានចំនួន6និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតចំនួន114ទីតាំងបងប្អូនទាំងអស់គ្នានេះតាមរបាយការណ៍របស់អង្គភាពស៊ីម៉ាក់រយៈពេល6ខែនេះគឺមានការរកឃើញនៅកំទេចចោលគ្រាប់យុទ្ធភ័ណ្ឌរហូតដល់ជាង8000ក្រោយពីការឈ្លានពានរបស់ថៃមកលើទឹកដីរបស់កម្ពុជានេះគឺជាផុសតាងដែលបន្សល់ពីសង្គ្រាមឈ្លានពានរបស់សៀមមកលើទឹកដីកម្ពុជារបស់យើងហើយបងប្អូនទាំងអស់គ្នាសូមចូលរួមចែករំលែកព័ត៌មានជាតិឲ្យបានច្រើនបន្តជឿជាក់លើរដ្ឋាភិបាលនិងវីរៈកងទ័ពរបស់យើងនៅជួរមុខដែលឈរយ៉ាងរឹងមាំដើម្បីការពារសុខសុវត្ថិភាពនិងបូរណភាពទឹកដីរបស់កម្ពុជាអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នាជាមួយនឹងនាងខ្ញុំនៅព័ត៌មាននិងវីដេអូក្រោយទៀត